Hello សួស្តីអ្នកនរគ្នាថ្ងៃនេះនឹងមកប្រាប់អ្នកនរគ្នាអំពីរបៀបប្រើ tool មួយដែល tool នោះមានឈ្មោះថា YT/DLP ដែល tool នេះវាអាចធ្វើឲ្យអ្នកនរគ្នាអាច download វីដេអូពី YouTube ឬក៏វីដេអូពី website ណាដែលអ្នកនរគ្នាចង់ download អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាដើម្បី download tool នោះបានអ្នកនរគ្នាគឺត្រូវការdown tool មួយសិនដែលមានឈ្មោះថា Git ដើម្បី down Git នោះបានអ្នកនរគ្នាចូល terminal បន្ទាប់មកអ្នកនរគ្នាត្រូវបដូរ username អ្នកនរគ្នាទៅជា root ដោយប្រើ command មួយមានន័យថា sudoហើយ hit enter បន្ទាប់មកអ្នកនរគ្នាវាយ password អ្នកនរគ្នាមកពេលបន្ទាប់ពី user របស់អ្នកទាំងអស់គ្នាខ្លះជា root user ហើយបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវធ្វើបន្ទាប់ទៀតគឺ apt install git ហើយ hit enter នេះ enter ខ្ញុំដោយសារខ្ញុំdown ហើយបានវានិយាយថា git is already the new version នេះហើយបន្ទាប់មកខ្ញុំត្រូវធ្វើបន្តទៀតគឺវាយពាក្យថា git clone ហើយខ្ញុំចូលទៅ website ដែល tool យើងចង់ down ហ្នឹងមកគឺ yt/delp នេះយើងវាយមក yt.delp នេះក្នុង GitHub បន្ទាប់មកពេលយើងចូលទៅដល់កន្លែងហ្នឹងរឿងដែលយើងត្រូវធ្វើដំបូងគឺនេះ URL វានេះយើង copy URL វាមក copy link អាហ្នឹងមកហើយចូលទៅកាន់ terminal ហើយយើង paste link ហ្នឹងហើយ hit enter អានេះខ្ញុំ down ហើយมันវានិយាយថា already exit នេះ and it's not empty directory អញ្ចឹងពេលអ្នកទាំងអស់គ្នា download ហើយអ្នកទាំងអស់គ្នាត្រូវ run command មួយគឺធ្វើម៉េចឲ្យយើងទៅឈរលើ folder ហ្នឹងដើម្បីឈរមើលបានយើងត្រូវមើលជុំវិញវាសិនថាតើនៅជុំវិញយើងមានអីគេខ្លះខ្ញុំសូមមើលឯកសារនេះឈ្មោះវាអញ្ចឹងដើម្បីឈរបានយើងត្រូវប្រើ command cd ហ្នឹងម្នាក់ទាំងអស់គ្នាតើបានមើលអា command window តែកុំភ្លេចចូលទៅមើលផងhit enter មកនេះយើងនឹងទៅឈរលើ file folder ហ្នឹងហើយបន្ទាប់មករឿងដែលយើងត្រូវធ្វើបន្ទាប់ទៀតនោះគឺយើងចង់ដឹងថាតើនៅក្នុងនោះមានគេ tool គេខ្លះយើងប្រើយើងចុះ /ls នេះធ្វើឲ្យយើងមាននៅក្នុងប្រើអត់ទេអានេះគឺជាវីដេអូដែលខ្ញុំបាន download មុនណាខ្ញុំតេស្ត download នេះអ្នកនរគ្នាមើលទៅគឺឃើញមាន tool មួយគឺពណ៌ខៀវនេះមាន .sh នៅពីក្រោយអ្នកនរគ្នាត្រូវ run command មួយដែលមានឈ្មោះថា bash ហើយអ្នកគ្នានេះវាយមកនេះ yt./pdlp.sh yt.dlp.sh បន្ទាប់មកឥឡូវអ្នកនរគ្នាចង់បានវីដេអូមួយណាពេលហ្នឹងឲ្យវាយប៉ុណ្ណឹងហើយខាងក្រោយនេះគឺជាlink អ្នកនរគ្នាទៅប្រើ link ទៅកាន់វីដេអូតខ្ញុំចង់បានវីដេអូជប់ខ្ញុំចូលទៅកាន់ YouTube ចាញ់មកសិនបន្ទាប់មកអ្នកនរគ្នាទៅវីដេអូតខ្ញុំ search វីដេអូខ្ញុំចង់បានវីដេអូប្រភេទMinecraft ខ្ញុំ search Minecraft ចាំផ្លែនេះឧទាហរណ៍ខ្ញុំចង់បានជាវីដេអូខ្លីៗកុំវែងពេកតែខ្ញុំយកវីដេអូប្រហែលនេះចុះនេះខ្ញុំចូលទៅកាន់វីដេអូរបស់គាត់ហើយអ្នកទាំងអស់គ្នាមើល link ខាងលើអា URL ហ្នឹងអ្នកទាំងអស់ចុចហើយ copy វា copy ហើយចូលមកវិញអ្នកទាំងអស់គ្នា paste link ហ្នឹងមកបន្ទាប់មក hit enter បន្ទាប់មកវីដេអូហ្នឹងវានឹងចាប់តាមដំណើរការ download ហើយនេះចាំឲ្យវាពេញទៅនេះភាគរយវាអ្នកអាចមើលបានឥឡូវវីដេអូយើងគឺ download ហើយអញ្ចឹងដើម្បីចូលទៅមើលវីដេអូយើងអ្នកទាំងអស់គ្នាចូលទៅកាន់ folder ហ្នឹងមកនេះ open folder បន្ទាប់មកនេះដែលថាយើងត្រូវឈរចូលលើនេះគឺជាវីដេអូដែលអ្នកទាំងអស់គ្នាបានដោននេះខ្ញុំបានដោនឥឡូវដើម្បីចុចចូលមើលអ្នក double click មកឬក៏នេះ open with
our TV channel. Today, the venture Yeah, of nè nè friends nè nè nè. continue. Yes, everything is still going. ហ្នឹងតែប៉ុណ្្នឹងឯងអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងឯងសូមអរគុណកុំភ្លេច Subscribe ឆាត់ Like ហើយ YouTube Channel ខ្ញុំមួយហងបាទអត់សូវអ្នកមើលទេបាយ